អាដាមហ៊ុនម៉ាណីនៅថ្ងៃទី28ខែឧសភាឆ្នាំ2026នេះអាដាមហ៊ុនម៉ាណីបានបញ្ជាក់អំពីគោលបំណងនៃកម្មវិធីដាស់ស្មារតីជាតិ Day of Reckoning គឺជាការនាំមកនូវការជួបជុំក្រោមដំបូលតែមួយដើម្បីរំលឹកនិងចងចាំអំពីអតីតកាលដ៏ជូរចត់ប៉ុន្តែពោរពេញដោយមនោសញ្ចេតនាដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យដែលប្រជាជនកម្ពុជាទាំងមូលបានឆ្លងកាត់រួមគ្នាក្នុងនាមជាប្រជាជាតិមួយកម្ពុជាផ្ដោតតម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលយើងសម្រេចបានដោយលំបាកនេះសន្តិភាពគឺជាអ្វីដែលយើងទាំងអស់គ្នាតែងតែបន្តការពារថែរក្សានិងប្រកាន់ភ្ជាប់ជានិច្ចព្រមជាមួយនឹងស្មារតីនៃការរួមរស់ជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការល្អដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ2050ដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបពីខ្ញុំបាទសេងខ្មែរ